ការគ្រាមួយខងជឺត្រូវធ្វើដំណើរទៅតាមនគរផ្សេងៗហើយត្រូវសម្រាកតាមផ្លូវនៅចន្លោះព្រំប្រទល់នគរឈិននិងនគរសៃតែដោយចៃដន្យស្បៀងដែលដាក់មកតាមខ្លួនត្រូវអស់រលីងឯស្លឹកឈើព្រៃដែលនឹងអាចយកមកបរិភោគក៏មិនសូវមានកន្លងទៅ7ថ្ងៃគេនៅតែមិនទាន់បានបាយចូលពោះមួយគ្រាប់សោះសូម្បីតែមួយពេលក៏គ្មានដែរដោយអស់កម្លាំងខ្លាំងពេកគាត់ក៏សម្រាកលងលក់ទាំងកណ្ដាលថ្ងៃនោះទៅអ៊ីនហុយធ្វើដំណើរទៅសុំអង្គពីអ្នកស្រុកបានបន្តិចយកមកដាំបាយត្រៀមទុកសម្រាប់ឲ្យខងជឺបរិភោគពេលដែលបាយរៀបនឹងឆ្អិនខងជឺបានក៏លេចឃើញអ៊ីនហុយដួសយកមកជុកមកខ្លួនឯងមួយម៉ាត់តែគាត់ធ្វើជាមើលមិនឃើញមួយសន្ទុះក្រោយមកបាយឆ្អិនអ៊ីនហុយក៏លើកយកមកឲ្យគាត់ពិសាខងជឺងើបឡើងពោលថាថ្ងៃនេះយើងយល់សពឃើញថាខ្មោចឪពុកបើបាយយើងនេះស្អាតបរិសុទ្ធយើងចង់យកទៅសែនឲ្យគាត់បានបន្តិចអ៊ីនហុយបានប្រកាសភ្លាមថាមិនបានទេលោកគ្រូអំបញ្ញមិញនេះមានកំទេចវល់ធ្លាក់ចូលក្នុងឆ្នាំងខ្ញុំដួសវាចេញមកនឹកឃើញថាបើចោលទៅវាស្ដាយទៅខ្ញុំហូបតែម្ដងទៅហើយនេះបាយរបស់យើងមិនបានស្អាតបរិសុទ្ធល្អទេក្រោយពីស្អាប់លើដូច្នោះខងជឿក៏ពោលថាអ្វីដែលយើងជឿនឹងភ្នែកតែយើងមិនអាចជឿទៅលើភ្នែកបានគ្រប់យ៉ាងឡើយអ្វីដែលយើងជឿបានគឺចិត្តរបស់យើងតែទោះជាយ៉ាងណាក៏យើងមិនអាចជឿវាបានទាំងអស់ដែរសិស្សទាំងអស់